ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់និតវីដេអូថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលថ្ងៃលិចជាមួយខ្ញុំទាំងអស់គ្នានៅកោះនរាមានអ្នកខ្លះគាត់បានស្គាល់នៅកន្លែងនេះថាស្អាតខ្លាំងណាស់សម្រាប់ជាពេលល្ងាចឡើងអង្គុយលេងបែបពិកនិចនឹងឯងនៅពេលដែលខ្ញុំថតវីដេអូហើយខ្ញុំបាន post story ទៅក៏មានអ្នកមួយចំនួនគាត់សួរមកខាងខ្ញុំដែរថាអូកន្លែងហ្នឹងនៅណាឃើញស្អាតម៉ែប្លែកថ្មីអញ្ចឹងណាអញ្ចឹងមានន័យថាមានអ្នកខ្លះក៏គាត់អត់បានស្គាល់នៅទីតាំងកន្លែងមួយនេះដែរជាដំបូងខ្ញុំចង់ប្រាប់ពីទីតាំងសិនទីតាំងនេះគេហៅថាកោះនរាអញ្ចឹងនៅចិត្តខាងកោះពេជ្របើសិនជាយើងជិះពីកោះពេជ្រមកគឺយើងឆ្លងស្ពានកោះនរាទៅហើយយើងមើលខាងឆ្វេងដៃគឺមានស្មៅនៅចិត្តនឹងគោស្ពានចោះទៅហ្នឹងណាហើយទីតាំងមួយនេះគឺល្អខ្លាំងមែនតើដោយសារតែនៅចិត្តមាត់ទឹកអញ្ចឹងនៅពេលដែលយើងអង្គុយគឺនៅតែមានខ្យល់មកលហៀកគឺត្រជាក់ស្រួលខ្លួនមែនតើហើយក៏ជាទីតាំងមួយដែលល្អសម្រាប់ក្នុងការមើលថ្ងៃលិចផងដែរអ្នកដែលទៅនឹងភាគច្រើនគឺគាត់អង្គុយបែបជា relax ហើយភាគច្រើនឃើញមានថាគាត់យកកតេយកកៅអីមានតុកមានអីទាំងអង្គុយបែបពិកនិចជួបជុំមិត្តភ័ក្តិឬក៏ជាក្រុមគ្រួសារនោះឯងហើយទីតាំងនេះគឺល្អខ្លាំងមែនតើសម្រាប់អ្នកដែលចូលចិត្តមើល sunset គឺដូចក្នុងរូបនឹងចឹងកាលនេះគឺខ្ញុំមកនេះចន្លោះខ្ទង់ម៉ោង5-10នាទីអីតិចតួចអីគឺមេឃនឹងស្អាតភ្លឺស្រឡះហ្មងហើយពួកម៉ាក់ខ្ញុំនេះនៅពេលដែលគាត់មកដល់ភ្លាមគឺគាត់អត់មានសេវាមើល sunset ទេនិយាយគ្នាថាមកមើល sunset តែជាក់ស្ដែងមិនមើល sunset ទេគឺគាត់មកថតរូបមកដល់ភ្លាមអត់មានសួរនាំមិត្តភ័ក្តិអីមិនសុខទុក្ខយ៉ាងណាគឺមកដល់បោះចោលព្រីព្រោះអស់អត់មិនធ្វើទៅបានថតរូបឲ្យស្អាតទាន់ sunset ហើយបើថាណាត់គ្នាវិញគឺថាជុំគ្នាហ្នឹងម៉ោង5ហើយជាក់ស្ដែងចាអ្នកដែលណាត់គេថាមកម៉ោង5ហ្នឹងជាក់ស្ដែងគាត់មកដល់នេះម៉ោង5កន្លះចាហើយមិនហៅមុខណាមិត្តភ័ក្តិខ្ញុំម្នាក់កំពុងថតរូបហ្នឹងចាហើយហ្នឹងដោយសារតែគាត់យឺតតែបើសិនជាខ្ញុំយឺតវិញគឺគាត់អូ2ម៉ោងអីគឺអត់ទាន់បាត់ទេចាដល់ពេលវិញគាត់យឺតវិញគឺគាត់មិនដល់គាត់មកទេគាត់សង្ងំឲ្យជើគាត់និយាយទៅមកទេគឺស្ទះផ្លូវចាសម្រាប់ទីតាំងនេះខ្ញុំអង្កេតឃើញថាសម្រាប់សៅរ៍អាទិត្យគឺមានមនុស្សច្រើនខ្លាំងមែនតើហើយផ្លូវជិះទៅហ្នឹងក៏ស្ទះដែរជាពិសេសនៅម្ដុំក្នុងកោះពេជ្រនឹងឯងជិះតម្រាំទៅឆ្លងផុតកោះពេជ្រហ្នឹងគឺស្ទះខ្លាំងណាស់អញ្ចឹងបើសិនជាអ្នកចង់មើល sunset អីប្រយ័ត្នយឺតម៉ោងគួរតែមកដល់មុនម៉ោងទៅឧទាហរណ៍ថាបើចង់មើលចន្លោះខ្ទង់ម៉ោង5គួរតែមកដល់ខ្ទង់ចន្លោះខ្ទង់4កន្លះអីទៅចេញធ្វើមិនលៃណាព្រោះថាទីតាំងនេះគឺមនុស្សច្រើនខ្លាំងមែនតើហើយខ្ញុំគិតថាសម្រាប់ថ្ងៃបាញ់កជ្រួចវិញគឺ best place ហ្មងគឺសម្រាប់មើលកជ្រួចគឺមានខ្យល់អត់ហប់ទេអត់នៅនេះហោះគឺមានខ្យល់រហូតបន្ទាប់ពីពួកយើងថតរូបអស់ចិត្តអស់ចង់ហើយចាគឺដល់វគ្គអង្គុយនិយាយរឿងក្នុងចិត្តនិយាយពីនេះពីនោះឈិតឆាតចឹងណាហើយមិនបាច់ចាំដល់អង្គុយនិយាយដើមគេចាពួកខ្ញុំនិយាយតែរឿងវេទនាម្នាក់ម្ដងនិយាយមកជប់តូពលឺនិយាយមិនទាន់អស់ទេចាហើយនិយាយយូរទៅរៀងឈឺខ្នងឈឺចង្កេះឈឺអីចឹងចាអង្គុយនិយាយមិនអស់ចិត្តទេដេកពីខ្លះដេកនិយាយគ្នាទៀតដេកមិនចាំមានអីក្រាទេដេកតែលើស្មៅហ្នឹងត្រឡប់ពួកខ្ញុំហើយនៅទីតាំងនេះគឺគេអត់មានលក់អីទេចឹងសម្រាប់អ្នកដែលមកលេងក៏ចង់ញ៉ាំអីចឹងអាចទិញអីពីខាងក្រៅយកមកញ៉ាំនៅលើហ្នឹងបានអាចវិចកតេវិចអីដាក់តុកមកអង្គុយជាបែបពិកនិចអីគិតមើលឈៀលណាបើមិនជឿសាកមើលហើយសម្រាប់ពួកខ្ញុំវិញគឺយើងមកហ្នឹងគឺអត់ទិញអីយកមកញ៉ាំទេដោយសារយើងគិតថាយើងមើល sunset បន្ទាប់ពីមើល sunset ហើយគឺយើងជិះចេញយើងទៅញ៉ាំអីនៅខាងក្រៅចឹងណាចឹងហើយក៏អត់ទិញអីមកញ៉ាំទៅហើយដោយសារតែពេលពួកខ្ញុំទៅហ្នឹងគឺចាំពេលល្ងាចថ្ងៃអាទិត្យអញ្ចឹងពេលល្ងាចចាប់ពីម៉ោង5ទៅសម្រាប់សៅរ៍អាទិត្យគឺគេមាន walk street ទៀតនៅលើផ្លូវតាមផ្លូវមាត់ទន្លេអញ្ចឹងពួកខ្ញុំចាប់ពីមើល sunset នឹងហើយគឺពួកខ្ញុំទៅ walk street ទៅរកអីញ៉ាំនៅ walk street វិញអញ្ចឹងពីខ្ញុំទៅខ្ញុំគ្រាន់តែចង់ recommend ថាសម្រាប់តែនៅអ្នកដែលនៅភ្នំពេញហើយពេលសៅរ៍អាទិត្យឡើងក៏អត់ដឹងថាគាត់ត្រូវទៅណាចង់ដើរឲ្យស្រឡះrelax ពេលល្ងាចអីអាចមកកោះនរានឹងបានហើយបន្ទាប់មកបើសិនជាចង់រកអីញ៉ាំបែប like walk street
street food អីអាចចេញពីហ្នឹងយើងអាចទៅ Riverside ហើយនេះពូខ្ញុំបានផ្ញើម៉ូតូនៅ Walk Street ហ្នឹងហើយដើរមកញ៉ាំសាច់អាំងបែបចិនហ្នឹងនៅកែងផ្សាររាត្រីហើយកន្លងពេលកំពុងចាំសាច់អាំងមកដល់ហ្នឹងក៏ពូម៉ាក់ខ្ញុំហ្នឹងលាយទឹកជ្រលក់បដាហើយណាហើយមាត់ភ័ក្រខ្ញុំមួយទៀតវិញនិយាយថាពួកថតរូបចាម៉ោងហូបចុកហើយកំពុងថតវីដេអូអីអញ្ចឹងកេះសួររហូតអីរូបមួយណាស្អាតវើយជួយរើអញហងមករូបមួយណាស្អាតចានេះហើយមាត់ភ័ក្រខ្ញុំពូម៉ាខ្ញុំគាត់សូវចិត្តសាច់ទៅសាច់នេះណាអាកាចឹងតាមបាយសួរអីអញខាតទៅបេសាអញទៅខ្លាចគ្រាន់តែឃើញឆាក់ទៅអីញ៉ៅបើវាផងបើយើងអត់ញ៉ៅយូរដាក់តាអីដែលយូរចង់ញ៉ាំសាច់អាំងបែបចិនហ្នឹងអ្វីដែលមិនអាចខ្វះបានណាគឺមីត្រពាំងជូរហឹរនឹងឯងហើយពួកយើងក៏បានហៅសាច់ចកអាំងញ៉ាំបន្ថែមទៀតចឹងណាក៏មានបន្លែអីញ៉ាំបន្ថែមដែរហើយបន្ទាប់មកពេលញ៉ាំហើយក៏ពួកយើងដើរលេងនៅលើ Box Street ហ្នឹងខ្ញុំនិយាយមែនណាខ្ញុំតាមអត់ទាន់ trend គេណាគេចេញ trend អីគេ ice cream ABC រសជាតិ ABC ដំបូងខ្ញុំស្មានអាពូម៉ាក់ខ្ញុំនិយាយលេងតែដល់ពេលមកមែនតែនថាទៅនឹងទៅទិញអា ice cream ABC ហ្នឹងតែដល់ពេលឲ្យទៅដល់អស់ក៏យើងដាក់មកមុខទៀតនេះមកជួបស្អីត្រាស់បៀវឌ្ឍនៈនេះមកដល់ដាក់ម្នាក់មួយកែវតម្លៃមួយកែវ5000រៀលតែនិយាយមកណាដល់បែបម្ចាស់ឈៀឲ្យអស់លុយតិចទៀតគិតមើលយើងញ៉ាំអីហើយយើងចង់ញ៉ាំផឹកអីតិចតួចអញ្ចឹងយើងមកញ៉ាំត្រាំមួយកែវតែ5000រៀលទេហើយពេលយើងបានត្រាស់ហើយយើងមិនមែនឈរមកកន្លែងណាយើងដើរមើលគេមើលឯងជាតិចទៅអូ relax ណានិយាយមែនមិនជឿសាកមើល